ស្ថានភាពតម្រូវការប្រជាជនប្រែប្រួលស្ថានភាពបច្ចេកវិទ្យាប្រែប្រួលស្ថានភាពរបៀបរបបនៃការប្រកួតប្រជែងក៏ប្រែប្រួលទាមទារឲ្យយើងប្រែប្រួលជាប្រចាំដើម្បីស្របនឹងដើរទាន់គេបើមិនចឹងទេបញ្ហាយើងទៅនិយាយពីប្រកួតប្រជែងសេដ្ឋកិច្ចយ៉ាងម៉េចបើវិស័យឯកជនយើងត្រូវការរដ្ឋគ្រប់គ្រងហើយបើរដ្ឋយើងអត់ប្រសិទ្ធភាពផងគ្រាន់តែប្រសិទ្ធភាពការងារវាថ្លៃខ្ពស់ជាងគេវាស្មុគស្មាញជាងគេយើងទៅប្រកួតប្រជែងសេដ្ឋកិច្ចមិនបាទតើតែយើងហ៊ានវះកាត់ខ្លះតម្រឹមខ្លះកែសម្រួលខ្លះឲ្យយើងប្រសិទ្ធភាពខ្ពស់ដើម្បីជួយវិស័យឯកជនយើងការវិនិយោគស្រុកយើងឲ្យលឿនឲ្យអស់ថោកឲ្យប្រសិទ្ធភាពទើបយើងហៅគេតាក់ទាញគេបបានច្រើនប្រកួតប្រជែងដែរអញ្ចឹងគឺទាមទារឲ្យរដ្ឋាភិបាលរបស់យើងត្រូវធ្វើយ៉ាងណាកែតម្រង់ជាប់ជាប្រចាំហើយឲ្យប្រសិទ្ធភាពកាន់តែល្អបាទហើយធ្វើម៉េចគណនេយ្យភាពនិងការទទួលខុសត្រូវរបស់យើងអញ្ចឹងខ្ញុំសូមឲ្យមើលជាពិសេសរឿងសេវារបស់យើងតាមក្រសួងស្ថាប័នមួយសូមធ្វើម៉េចរកវិធីកាត់បន្ថយទៅជាពិសេសអាតម្លៃប្រៀបធៀបពីមុនបើមិនល្អជាងមុនកុំឲ្យអាក្រក់ជាងមុនបាទហ្នឹងគោលការណ៍ពីក្រមបើពីមុនអស់100ចំណាយតែ5ថ្ងៃឥឡូវគួរតែបើថារក្សាដែរអស់100ចុះមក3ថ្ងៃទៅឬមួយរក្សាទៅដែរឬមួយអស់ឥឡូវត្រឹមតែ80ហើយមក3ថ្ងៃអានឹងកាន់តែប្រសើរទៀតអញ្ចឹងគឺសុំធ្វើយ៉ាងម៉េចដើម្បីធ្វើកិច្ចការនេះហើយសេវាជាង3000នេះត្រូវតែកែសម្រួលហើយបាទហើយកន្លែងខ្លះដូចខ្ញុំនិយាយអញ្ចឹងតម្រូវការឯកសារគឺស្មុគស្មាញថ្ងៃមុនខ្ញុំបានឲ្យកែហើយរដ្ឋបាលថ្នាក់ក្រោមជាតិរឿងវិស័យភាពយន្តពេលដែលគេសុំថតគេសុំទៅក្រសួងវប្បធម៌ក្រសួងវប្បធម៌មើល script មើលអីឲ្យហើយថាអត់ប៉ះពាល់គេចេញ license ឲ្យថតអញ្ចឹងពេលដែលទៅអាជ្ញាបានទៅសុំទីតាំងកាលមុនរដ្ឋបាលក្រមខេត្តរដ្ឋបាលថ្នាក់ខេត្តរាជធានីឬស្រុករបស់យើងសុំអា script នឹងម្ដងទៀតយកទៅមើលអត់ចាំបាច់ចឹងវាយូរហើយអ្នកមើលហ្នឹងអត់ជំនាញអត់ពេលមើលផងព្រោះអា script កុនខ្លះវាកំេះណាស់ហើយអត់ដឹងអីផងព្រោះអញ្ចឹងយើងកុំទៀមទាទៅឥឡូវដូចបានធូរហើយបាទមានខេត្តណានៅទៀមទាអត់ទេបាទបនឲ្យតែគេទៅថតនៅស្រុកយើងនៅខេត្តយើងទៅបាទគេបានអាជ្ញាបានពីលើមកហើយអាសាច់រឿងហ្នឹងគេក្រសួងវប្បធម៌មើលហើយវាអត់ប៉ះពាល់អីទេយើងបាច់ធ្វើទេយើងមើលតែតម្រូវការដែលលក្ខខណ្ឌយើងថាសុំទីតាំងមកប្រហែលពេលណាឲ្យច្បាស់ដើម្បីយើងធ្វើចរាចរណ៍សម្រួលអីឲ្យទៅឲ្យតែគេទៅថតទៅកុំស្មុគស្មាញពេកដល់អញ្ចឹងគេថតកុនគេថាហេទៅខេត្តនេះកុំទៅខេត្តនេះពិបាកទីតាំងល្អតែទៅយ៉ាប់ព្រោះទៅសុំ5ថ្ងៃអ្នកថតកុនមួយថ្ងៃគាត់ចំណាយទៅលើគ្រូអស់ច្រើនណាស់ជួលឧបករណ៍ជួលអីគេអញ្ចឹងបើឲ្យមួយថ្ងៃគាត់ចាយតិចធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីថាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69